បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាជំរាបសួរអឺក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបវិភាគទិន្នន័យហើយនឹងបង្កើតក្រាបនៅលើ Excel ដើម្បីយើងកាត់ពី Excel យកទៅដាក់នៅ PowerPoint ដើម្បីយើងធ្វើ presentation ណាធ្វើបទបង្ហាញបាទអញ្ចឹងយើងចូលមក Excel ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅក្នុងការធ្វើបទបង្ហាញនេះគឺខ្ញុំធ្វើបទបង្ហាញជាមួយនឹងលទ្ធផលនៃការប្រឡងឆមាសទី1បាទព្រោះយើងបានប្រឡងឆមាសទី1រួចហើយខ្ញុំលើកយកតែឆមាសទី1នឹងទេយកមកធ្វើបង្ហាញអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើខ្ញុំមាន column មួយគឺអត់បានរៀបជា column ទេណាខ្ញុំអត់បានរៀបជា column ទេបាទប៉ុន្តែខ្ញុំបង្ហាញទម្រង់សិននេះទម្រង់បែបនេះណាបាទទម្រង់បែបនេះអញ្ចឹងយើងចូលមកទាំងអស់គ្នាបាទយើងចូលមកនៅក្នុងកន្លែងនេះគឺសូមដាក់ខ្ញុំវាយជារូបមន្តនេះស្រេចណាសូមបញ្ជាក់បន្តិចសិនបង្ហាញសិនជួរខាងលើនេះគឺជួរថ្នាក់រៀនអញ្ចឹងជួរថ្នាក់រៀនគឺយើងយកពីទី1ដល់ទី6បាទណាទី1ដល់ទី6បាទណានេះទី1ដល់ទី6បន្តមកទៀតគឺយើងនិយាយពីបាទចំនួនសិស្សសរុបបាទចំនួនសិស្សសរុបនេះត្រង់នេះហើយបន្តមកទៀតយើងនិយាយអំពីចំនួនសិស្សជាប់បាទចំនួនសិស្សជាប់និងចំនួនសិស្សបាទធ្លាក់ណាចំនួនសិស្សជាប់និងចំនួនសិស្សធ្លាក់បាទចំនួនសិស្សជាប់និងចំនួនសិស្សធ្លាក់បាទហើយបន្តមកទៀតយើងនិយាយពីភាគរយបាទណាភាគរយនេះណាអញ្ចឹងភាគរយនេះខ្ញុំនឹងបញ្យល់បាទណាភាគរយខ្ញុំនឹងបញ្យល់បាទអញ្ចឹងសូមតាមដានទាំងអស់គ្នាតាក់ទងជាមួយកន្លែងនេះគឺសិស្សយើងគឺសិស្សជាប់ប៉ុណ្ណេះអញ្ចឹងសិស្សធ្លាក់ដើម្បីដឹងសិស្សធ្លាក់មានន័យថាយើងជាទូទៅយើងដឹងហើយថាយើងដាក់សិស្សជាប់ប៉ុណ្ណេះមកបាទហើយសិស្សធ្លាក់គឺយើងដឹងធ្លាក់ប្រមាណគឺមានរូបមន្តមួយនៅនេះណានេះរូបមន្តនេះយើងយកសិស្សជាប់ដល់សិស្សសរុបមកយើងឃើញសិស្សធ្លាក់ហើយអញ្ចឹងមានន័យថាងាយទេណាយើងមិនបាច់ទៅគិតច្រើនអីខ្វល់ច្រើនទេណាហើយតាក់ទងជាមួយនឹងរូបមន្តភាគរយនេះគឺអត់ចាំបាច់អីច្រើនទេអានេះគឺមានន័យថាយើងយកសិស្សជាប់បាទគុណភាគរយគ្នាជាមួយនឹងសិស្សសរុបមកធ្លាក់ដូចគ្នាដែរគុណភាគរយគ្នាដកភាគរយគ្នាជាមួយនឹងសិស្សដែលធ្លាក់មកបាទអូខេអញ្ចឹងប៉ុណ្ណឹងហើយអញ្ចឹងនេះដោយសារខ្ញុំរៀបចំទុកពីកាលពីឆ្នាំមុនស្រេចណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចតាមដានបន្តឥឡូវខ្ញុំដាក់តួលេខសិស្សឆ្នាំថ្មីណាសិស្សគិតថ្ងៃនេះបាទណាឆមាសទី1នេះបាទអញ្ចឹងខ្ញុំវាយចូលបាទចាំផ្ទៀងទាំងអស់គ្នាខ្ញុំវាយសិស្សចូលហើយបាទ29បាទ23សំទោសបាទ26បាទ26 23បាទ2924ខុសបាទសំទោសទៅវិញបាទទៅវិញបាទ29 26បាទ31 27បាទ24 34បាទណាអញ្ចឹងនេះសិស្សសរុបបាទឥឡូវយើងមកនិយាយអំពីសិស្សជាប់29ហ្នឹងយើងជាប់26អញ្ចឹងកាលណាយើងវាយប៉ុណ្ណេះវិញយើងដឹងហើយដឹងធ្លាក់បាត់ហើយណាបាទអូខេអញ្ចឹងរូបមន្តគឺវាស្រួលអញ្ចឹងណាបាទបន្តមកទៀត26ហ្នឹងជាប់23បាទជាប់ទៅបាទជាប់23បាទដឹងហើយដឹងធ្លាក់គេនេះបាទ31ហ្នឹងជាប់29បាទអូខេហើយ27ហ្នឹងជាប់24ជាប់24 24នេះជាប់20គាត់បាទជាប់20គាត់បាទហើយ34នោះជាប់17សំទោសបាទ34ជាប់25ជាប់25បាទអូខេអញ្ចឹងយើងអត់បានយកសំទោសមិនអត់ដឹងទេណាយើងអត់បានយកចំនួនស្រីប្រុសទេបាទសុំយកតែចំនួនជាប់ធ្លាក់ទេណាបាទអញ្ចឹងយើងធ្វើតែចំនួនជាប់ធ្លាក់ទេប៉ុន្តែបើសិនបញ្ជាក់ដែរបើសិនបើយើងចង់ដាក់ស្រីប្រុសយើងថែមកឡនមកថែម column នេះណាបាទយើងថែម column នេះមកថែមវាបន្ទៀតណា
và mình thêmវាដាក់បញ្ចូលមកបើសិនយើងចង់ដាក់ស្រីប្រុសណាឧទាហរណ៍ថាសិស្សសរុបយើងប៉ុណ្ណេះចង់ដាក់ថាស្រីប៉ុន្មានអញ្ចឹងយើងដាក់ថែមកលឹមនេះដាក់ស្រីមកបាទជាប់ប៉ុណ្ណេះចង់ដឹងថាជាប់ប៉ុណ្ណេះស្រីប៉ុន្មានថែមកលឹមប៉ុណ្ណេះមកធ្លាក់ដូចគ្នាធ្លាក់ប៉ុណ្ណេះចឹងដឹងថាស្រីប៉ុន្មានដាក់ថែមកលឹមស្រីប៉ុណ្ណេះមកអូខេបាទតោះនេះបាទអញ្ចឹងយើងទៅទៀតណាបាទទៅទៀតដល់ពេលវគ្គនេះយើងចាប់ផ្ដើមចូលដល់វគ្គបង្កើតជាតារាងជាឆាតបាទបង្កើតជាឆាតណាគេយកក្រាបសសរចុះណាយកក្រាបសសរព្រោះវាពេញនិយមណាក្រាបសសរអូខេអញ្ចឹងដើម្បីយកក្រាបសសរបានអ្នកនរគ្នាត្រូវ select បាទត្រូវ select សិនណាបាទ select ចាប់ពីចំនួននេះណាចំនួននេះមកបាទបែបនេះបន្តមកទៀតអ្នកនរគ្នាត្រូវចូលមកកន្លែង data បាទចូលសុខទុបាទចូលមកកន្លែងឈប់រោសិនរោ insert បាទរោ insert យេចង់ទៅណានោះបាទ insert រួចហើយបងប្អូនអ្នកគ្នាចូលមកក្នុងកន្លែងដាក់តារាងណាដាក់គេហៅថាក្រាបដាក់ក្រាបបាទណាបញ្ចូលក្រាបចូលក្នុងនោះចូលហើយបាទអូខេអញ្ចឹងយើងមើលខាងលើនេះមកបាទណាយើងមើលកន្លែងណាដែលយើងពេញចិត្តបាទក្រាបអីបាទណាក្រាបសសរមិនអញ្ចឹងអីអញ្ចឹងយើងយកក្រាបសសរ 3D បាទអញ្ចឹងយក 3D នេះចេញបាត់ហើយឃើញទេបាទយកក្រាបសសរ 3D បាទ 3D បែបនេះមកបាទណាអូខេអញ្ចឹងយើងយក 3D មួយណាយើងតាមអ្វីដែលយើងចូលចិត្តណាបាទ 3D មួយណាបាទតែយើងយក 3D នេះមកបាទអញ្ចឹងមើលបន្តិចសិនយើងគិតចំនួនសរុបបាទអូខេអញ្ចឹងយើងសាកមើល 3D មួយនេះសិនបាទឃើញតូចទេអ្នកគ្នាតូចណាបាទតូចប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវពង្រីកវាមកបាទអូខេពង្រីកវាចេញមកបន្តមកទៀតយើងត្រូវមើលពីខាងលើនេះចេញកន្លែងសញ្ញាលេខបូកនេះមកយើងជ្រើសរើសយកកន្លែងថា data label បាទ label អញ្ចឹងយើងคลิกកន្លែងនេះមកយើងអាចក្រាហ្វិកចាំមកជាប់បាត់ហើយបាទណា data label នេះជាប់ហើយប៉ុណ្ណឹងជាប់ហើយបាទអញ្ចឹងយើងមកដាក់ថែមទៀតបាទណាយើងបរិយាតែទៅវាតូចទេណានេះតូចបាទយើងអាចបរិយាបានអាហ្នឹងណាតាមអ្វីដែលយើងបរិយាបានបាទឥឡូវយើងមើលជួរខាងណាជួរខាងក្រោមនេះជួរខាងក្រោមនេះឥឡូវខ្ញុំដាក់ជ្រើសរើសអានេះដដែលបាទយកវាបាទនេះបែបនេះណាឲ្យចេញបែបនេះប៉ុន្តែវារាងតូចរាងមើលទៅរាងល្អិតបន្តិចបាទឥឡូវខ្ញុំដាក់វាឲ្យធីកចូលប្រអប់នេះមកអូខេឃើញទេកាលណាយើងធីកចូលប្រអប់យើងអាចលុបខាងក្រោមនេះបានក៏លុបទៅតែបើយើងមិនលុបទេក៏អត់ទៅណាខាងក្រោមនេះយើងអាចលុបបានដែរមែនអីបើយើងចុច delete ទៅអូខេឃើញទេវាធំមកលើធំមកបាទអញ្ចឹងយើងមកមើលពីក្រាបសសររបស់យើងនេះបាទណាមើលពីក្រាបសសរនេះអ្នកនរគ្នាមើលទៅហាក់ដូចជាឃើញតូចអញ្ចឹងហ៎បាទអញ្ចឹងយើងបរិយាធំវិញមកណាបាទប៉ុន្តែអក្សរនេះគឺអ្នកនរគ្នាអាចដូរ font បានណាអក្សរនេះណាអក្សរលេខនេះអាចដូរ font បានបាទអញ្ចឹងខ្ញុំคลิกយកឲ្យឃើញឲ្យអ្នកនរគ្នាអាចដឹងថាដូរ font យ៉ាងម៉េចបាទបើមើលទៅនេះភាគរយតូចណាបាទបើសិនតែយើងយកបែបនេះមួយទៀតបាទឥឡូវខ្ញុំបង្ហាញនេះសិស្សសរុបណាវាសិស្សសរុបវាសិស្សអីទាំងអស់ណាបាទអញ្ចឹងយើងដឹងចំនួនសិស្សសរុបដឹងជាប់ដឹងធ្លាក់បាទឥឡូវយើងបាទយើងដាក់អានេះដូចជាមើលទៅធំពេកណាអ្នកនរគ្នាមើលធំណាបាទនេះអាស្រ័យលើការសេរីអ្នកនរគ្នាទេឥឡូវយើងបញ្ចុចកន្លែងនេះទៀតមកយើងមើលកន្លែងនេះបាទអានេះបង្ហាញអូខេមិនបាច់ទេអានេះគឺមិនបាច់ទេរួចយើងចាំយើងដាក់ font ណាដូរ font យើងអាចដូរ font បានដែរបាទនេះ font ណាយើងអាចដូរ font បានអ្នកនរគ្នាដូរ font មកបាទคลิกលើនេះណាសុំទោសបាទម្ដងទៀតមកស្ដាំមកស្ដាំលើវាមកคลิกមកយើងដូរ font មកបាទអូខេអញ្ចឹងយើងយក font អីយើងយក font ខ្មែរ OS ហីបាទអូខេអញ្ចឹងខ្ញុំធ្វើឲ្យអ្នកនរគ្នាមើលមួយ font ខ្មែរ OS
Khmer OS Siem Reap và Project và rồi hơi style không đà mó và nó ok sao mừng á chạy nhé chạy và chạy nhé nè phần này nào tối nè phần này là tôi nha bản chất những ai seri phone nó ai thông tin màu nè những ai seri về thông tin nó rồi đọc ở trên nè và ok mơ khơi những này đọc nhé và tôi tế chứ nên nên đọc cái ai mơ tầm ni mó cái này ní cái này những tàu đồ phone ní này nào ta lấy bán ní nhưng mà chụp luôn sao ok chẳng dừng ai seri phoneទៀតនៅកន្លែងនេះ script របស់យើងយើង seri phone មកបាទយក phone OS ខ្មែរសៀមរាបមកអូខេនេះឃើញទេអ្នកនរឃើញច្បាស់ទេបាទប៉ុន្តែអ្វីដែលអ្នកនរត្រូវធ្វើបន្តនេះកន្លែងក្រាមសសរនេះអ្នកនរត្រូវធ្វើម៉េចគឺយើងអាច seri បានធំ phone របស់យើងណាហើយជាពិសេសគឺនៅចំនួនភាគរយនេះអ្នកនរអាច seri តាមភាគរយដែលសាច់ជាប់សធ្លាក់ណាបើតាមពិតទៅនៅក្នុងការធ្វើនេះខ្ញុំនឹងបង្ហាញរបៀបមួយទៀតប៉ុន្តែខ្ញុំសូម design ខ្ញុំសូមគេហៅថាធ្វើការកែលម្អកន្លែងនេះដើម្បីយើងផ្ដល់ជូនឥឡូវភាគរយវាយើងមើលទៅហាក់ដូចជាជាន់គ្នាមែនទេតែយើងអាចចាប់វាបានណាចាប់វាដាក់បានឥឡូវនេះគឺមានន័យថាសិស្សសរុបនេះគឺយើងដាក់ចំយកមកហើយសិស្សនេះដាក់ស្រីចំយកមកអូខេឃើញទេស្រីតិចមកអូខេប៉ុន្តែការសេរីយើងសូមចាប់ចេះមកចាប់អានេះបាទវាចាប់ចេះហើយយើងអាច control បានណាអាច control បានឥឡូវខ្ញុំ control សាកមើលអូខេឡើងបាទអត់ទេណាឥឡូវយើងចាប់មួយមួយមកសេរីវាមួយមួយមកអូខេហើយឃើញមើលទៅគឺឃើញវានៅអញ្ចឹងណែនេះវាអាចមើលច្បាស់មើលតួលេខច្បាស់អញ្ចឹងណែនេះអូខេបាទអញ្ចឹងយើងមើលតួលេខច្បាស់អញ្ចឹងណាបាទអូខេឃើញទេតួលេខហ្នឹងចាស់បាទនេះអូខេអាចចាញ់តួលេខចេះមកមានគេហៅថាសញ្ញាព្រួយវាអាចមើលឃើញហើយណាងាយស្រួលក្នុងការដែលយើងធ្វើ presentation ណាបាទនេះតួលេខនេះយើងអាចដាក់អញ្ចឹងមកហើយបន្តមកទៀតយើងចាប់អាតួលេខនេះណាចាប់តួលេខក្រោមនេះអូខេឃើញទេចុះចាប់ទៅជាន់គ្នាហើយបាទអូខេនេះបាទអូខេអញ្ចឹងមើលទៅយើងអាចដឹងទេណាកាលណាយើងដាក់អញ្ចឹងយើងអាចដឹងហើយដល់ភាគរយមួយណាណាបាទអញ្ចឹងអានេះគឺខ្ញុំបង្ហាញជូនតាក់ទងជាមួយនឹងការដេកក្រោយណាការយើងរៀបចំវារចនាវាឲ្យបានស្អាតពេលក្រោយតែខ្ញុំបង្ហាញទន្លឹះមួយទៀតដែលថាយើងចាប់យកវាទៅដាក់នៅក្នុង PowerPoint តែយើងចាប់យ៉ាងម៉េចអូខេឥឡូវខ្ញុំបើកលទ្ធផលចាស់ដែលវាស្អាតស្រាច់នេះកាលណាយើងរៀបចំបានស្អាតអញ្ចឹងនេះយើងដាក់តើព្រោះយើងដឹងចំនួនសិស្សរបស់យើងហើយយើងដាក់តែភាគរយជាប់ធ្លាក់មកគឺបែបនេះអញ្ចឹងអានេះវាតូចអញ្ចឹងខ្ញុំបង្ហាញតែមួយទៀតសិនខ្ញុំដាក់ឲ្យចំណងជើងនេះទៅជាឈ្មោះសិនបាទយើងសរសេរចំណងជើងសិនមកឧទាហរណ៍ថាកន្លែងនេះយើងប៉ុន្តែបើយើងមិនសរសេរក៏បានដែរយើងចាំទៅសរសេរនៅកន្លែង PowerPoint ក៏បានដែរណាកន្លែងនេះបើសិនតែយើងគិតថាតារាងយើងវាតូចជាងអៀតអីអញ្ចឹងទៅយើងចាំទៅសរសេរនៅកន្លែង PowerPoint ក៏បានដែរឥឡូវខ្ញុំសរសេរសិនលទ្ធផលប្រចាំឆមាសទី1លទ្ធផលប្រចាំឆមាសទី1បាទអញ្ចឹង font វានៅតូចទេឥឡូវយើងដូរ font វាទៅចាប់ដើមដូរ font មកបាទមករក font ខ្មែរ OS សៀមរាបឬខ្មែរ OS បាត់ដំបងអីចឹងទៅណាបាទអូខេខ្មែរ OS សៀមរាបឬក៏មូលចឹងមកអូខេនេះអូបាទទីកែទីសិននេះទី1បាទចាំវាទី1អូខេឃើញទេអ្នកនរគ្នាអញ្ចឹងវាស្អាតទេណាអញ្ចឹងដល់កាលណាបានអញ្ចឹងហើយយើងធ្វើម៉េចយើង copy មកបាទចុច copy ពឹប
បាទ copy មកយើងយកទៅណាទៅបើក PowerPoint អូខេណារូប PowerPoint សិនឥឡូវនេះខ្ញុំដូចអត់មាន PowerPoint ចូលឥឡូវបើក PowerPoint មួយសិនបាទ search PowerPoint មួយសិនណា PowerPoint អូខេខ្ញុំបើកមួយសិនមកបាទអូខេចាំមើលបន្តិចឥឡូវនេះ PowerPoint មកហើយអញ្ចឹងខ្ញុំបើកអាកន្លែង present កន្លែងមួយសិនបាទអូខេជាអាចាស់អញ្ចឹងទាញវាថ្មីសិនបាទអញ្ចឹងadd add new អូខេអញ្ចឹងខ្ញុំទាញយកអានឹងមកដាក់កន្លែងនឹងសិនហើយចំណងជើងនេះចាំដាក់ក្រោយឥឡូវទាញវាមកយើងយកវាមក copy សិនបាទណាគេទេអ្នកនរគ្នាយើងទាញវាយកមក copy ណាបាទអូខេគេទេអញ្ចឹងយើង copy មកលឹបបាទអូខេឃើញទេអ្នកនរគ្នាអញ្ចឹងខាងលើនេះយើងអាចដាក់ចំណងជើងណាយើងធ្វើប្រូមចំណងជើងនេះតូចតិចមកយើងអាចវាយចំណងជើងទៅហើយទាញវាធំមកអូខេឃើញទេបាទអូខេអញ្ចឹងពេលកាលណាយើងដាក់ក្នុង PowerPoint ហើយយើងអាច design ទៅលើ PowerPoint នេះបានទៀតបាទយើងមិនមែនត្រឹមតែ design ទៅលើ Word Excel ទេយើង design ទៅលើ PowerPoint នេះទៀតបាទយើងរៀបចំវាឲ្យមានសោភ័ណភាពមានអីស្អាតទៅបាននៅលើ PowerPoint នេះទៀតបាទអញ្ចឹងសម្រាប់កន្លឹះខ្លីៗដែលខ្ញុំធ្វើការបង្ហាញជូនបាទលោកលោកស្រីលោកគ្រូអ្នកគ្រូអីនេះតើសុំទោសបាទតើនេះយើងអាចដាក់ចំណងជើងបន្ថែម copy អានេះយកទៅដាក់ក៏បានឬដាក់ចំណងជើងបន្ថែមអីថែមទៀតក៏បានដែរណាបាទអញ្ចឹងសម្រាប់ទិន្នន័យដែលយើងធ្វើបទបង្ហាញសម្រាប់យើងធ្វើ presentation បង្ហាញនៅក្នុងអង្គវិជុំគឺយើងរៀបចំឆាតរបៀបនេះបាទនេះគឺជាស្តង់ដារ 3D chart ដែលយើងស្តង់ដារគេប្រើជាស្តង់ដារទូទៅហើយបាទស្តង់ដារអន្តរជាតិទូទៅហើយបាទអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំធ្វើបង្ហាញជូននេះមានប៉ុណ្ណឹងហើយកុំភ្លេចបងប្អូនចុច subscribe នៅ channel គង់សុផាន់AI